បន្ទាប់ពីកម្ពុជាសម្រេចយកវិវាទសមុទ្រជាមួយថៃចូលទៅក្នុងយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម UNCLOS អង្គការសហប្រជាជាតិឬ UN បានប្រកាសគាំទ្រផ្លូវដោះស្រាយនេះនិងបង្ហាញជំនឿថាចំនួនរវាងប្រទេសជិតខាងទាំងពីរអាចដោះស្រាយបានដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិរដ្ឋសភាកម្ពុជាឲ្យដឹងថាការគាំទ្រនេះត្រូវបានលើកឡើងដោយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលប្រចាំការរបស់ UN នៅកម្ពុជាក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជាលោកស្រី Khun Sodari នៅថ្ងៃទី4ខែមិថុនាឆ្នាំ2026លោកស្រី Vladanka បញ្ជាក់ថាអង្គការសហប្រជាជាតិគាំទ្រការដោះស្រាយចំនួនដោយសន្តិវិធីតាមច្បាប់អន្តរជាតិនិងយន្តការពហុភាគីនិយមហើយនឹងបន្តតាមដាននៅការវិវត្តថ្មីៗរួមទាំងដំណើរការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឬ UNCLOS កាលពីថ្ងៃទី2ខែមិថុនាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានប្រកាសថាកម្ពុជាបានជូនដំណឹងផ្លូវការទៅថៃនិងអគ្គលេខាធិការ UN រួចរាល់ដើម្បីចាប់ផ្ដើមយន្តការផ្សះផ្សាដោយចាប់បង្ខំលើតំបន់ដែនសមុទ្រត្រួតស៊ីគ្នាបន្ទាប់ពីថៃដកខ្លួនចេញពីអនុសារណៈនៃការយោគយល់គ្នា MOU 2001ដែលជាក្របខ័ណ្ឌចរចាទ្វេភាគីអស់រយៈពេលជាង2ទសវត្សរ៍អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកច័ន្ទរតនាបានប្រាប់ News Today ថាការបង្ហាញជំហររបស់ UN គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថាសហគមន៍អន្តរជាតិមើលឃើញថាយន្តការក្រោម UNCLOS ជាផ្លូវមួយដែលអាចនាំទៅរកដំណោះស្រាយបានចំណែកលោកយងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជានិងលោកកិនភៀអ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ឃើញដូចគ្នាថាជាទូទៅ UN និងសហគមន៍អន្តរជាតិតែងតែគាំទ្រជំរើសដោះស្រាយចំនួនដោយសន្តិវិធីនិងផ្អែកទៅលើយន្តការអន្តរជាតិដូច្នេះការលើកឡើងរបស់តំណាង UN លើកនេះគឺជាការបង្ហាញការគាំទ្រផ្នែកស្មារតីចំពោះការសម្រេចរបស់កម្ពុជាក្នុងការជ្រើសរើសផ្លូវច្បាប់ជំនួសឲ្យការប្រើសម្ពាធឬក៏កម្លាំងនិងពង្រីកភាពស្របច្បាប់របស់កម្ពុជានៅលើឆាកអន្តរជាតិក៏ប៉ុន្តែចំពោះលោកកិនភៀការគាំទ្រពី UN មួយមុខមិនគ្រប់គ្រាន់ទេកម្ពុជាត្រូវពង្រឹងសមត្ថភាពអ្នកជំនាញច្បាប់អន្តរជាតិច្បាប់សមុទ្រការទូតការពារជាតិសេដ្ឋកិច្ចនិងការរក្សាសាមគ្គីភាពជាតិឲ្យបានរឹងមាំដើម្បីគាំទ្រដល់ការប្រយុទ្ធតាមផ្លូវច្បាប់ដែលអាចអូសបន្លាយរយៈពេលយូរលោកច័ន្ទរតនាអ្នកនាំពាក្យការបរទេសបាននិយាយថាលទ្ធផលចុងក្រោយនៅតែអាស្រ័យទៅលើភាគីពាក់ព័ន្ធទាំងអស់ដែលចូលរួមនៅក្នុងយន្តការនេះក្រោមយន្តការនេះគណៈកម្មការផ្សះផ្សាឯករាជ្យនឹងត្រូវបានបង្កើតឡើងដោយមានអ្នកច្បាប់ចំនួន4រូបតំណាងឲ្យកម្ពុជា2និងថៃ2រូបនិងប្រធានគណៈកម្មការម្នាក់ដែលប្រទេសទាំងពីររួមគ្នាជ្រើសរើសថៃមានពេល3សប្តាហ៍ដើម្បីឆ្លើយតបក្រោយការជូនដំណឹងរបស់កម្ពុជាខ្ញុំរស់សុធាពី News Today NTTV Whatever you need to do, whatever stands in your way, life is yours to master. Ford Everest.